ok cái năng làm thôi ca bài kia chứ còn thôi cả đã thì bạn mà kia hay tam bài tà chi bạn mà kia tiết hay cái nạp phên nó cái crash land game chỉ dìm rốt dìm ngọc chỉ dìm tinh tam bài thằng trái ban triple kill hay thôi ca bài vô quarter kill và tại trời bàn lên đi xuống đạn bạc cò để xài nhưng lục luôn về hay lại nó nhưng đa máu có khơi làm trên một limit chứ như còn một bài làm tại vì mỗi những bài basic cái thang bài mình đây nè tập bài hay trời làm đinh bài đi ngược tại sân năng lo lại nó outer dương nó có đã tí cp ban spreadបាទសួស្តីអ្នកទាំងអស់គ្នាវើត្រឡប់មកជួបគ្នាសារជាថ្មីជាមួយនឹងវីដេអូហ្គេម Honor King ហើយនៅក្នុងវីដេអូហ្គេមនេះដែរគឺខ្ញុំធ្វើការលេងទៅលើ Hero Musashi ហើយថ្ងៃហ្នឹងគឺយើងមកដល់ចាំកលទៀតហើយគឺដល់ស៊ីសាត្រីហ្នឹងហើយបើក្បាលតបួមកគឺយើងដើរហ្វាមធម្មតាជាទូទៅចឹងគឺយើងហ្វាមយូរបែប4ហើយយើងដើរទៅមើលខាង enemy ខាងអីតាមមានអាចវាយបានយើងវាយតែកន្លែងនេះគឺអត់មានអីវាយទេយើងក៏ដើរមកធម្មតាចឹងទៅហើយយើងមើលទៅក្នុងម៉ែកដានោះមានការចង់ជន់ទៅធ្វើស៊ីអេនជេឡាយើងឡានជន់ទៅស៊ីហើយយើងមកតាមក្រោយមកក៏បានជន់មានតាជីយើងក៏ដាក់អាទីវាយតាជីក្នុងត្រែនហ្នឹងតែម្ដងទៅក៏បានមកខៀលទាំង early game បន្ទាប់ទៅពីខៀលទៅលើតាជីទៅខាង enemy របស់គឺហ្នឹងយើងក៏ធ្វើការវាយសัตว์យើងធម្មតាវាយបើវាយអី farm ធម្មតាចឹងទៅព្រោះអីអត់មានអីធ្វើទេយើងធ្វើដល់ farm យកលុយសិនទៅចាំពេលណាដែលយើងមានលុយទិញ item ហើយយើងមាន item 1 2ហើយដល់ពេលយើងអាចចេញវាយគេបានហើយតែក្នុងការលេងហ្គេមហ្នឹងគឺវាមានតែប៉ុណ្្នឹងអូខេហើយកន្លែងនេះបន្ទាប់ពី farm ហើយយើងក៏មកជួយ class land យើងហើយខាង enemy ហ្នឹងគឺឃើញយើងមកក៏ដាក់ skill រត់បាត់ទៅហើយដល់ហ្នឹងគឺយើងបាក់វាយទៅដល់ពេលវាចិត្តអស់ឈាមហ្នឹងវាមាន skill វារត់ទៅបាត់ហើយកន្លែងនេះគឺខ្ញុំមកធ្វើការដណ្ដើមយកសัตว์របស់ខាង enemy គឺយើងដណ្ដើមមកយើងដើរមកមើល map សัตว์ព្រៃរបស់គេទៅបើសិនជានៅសល់យើងវាយហើយកន្លែងហ្នឹងយើងដើរមកក៏ឃើញឡាមចេញមក clean mid អញ្ចឹងយើងក៏មកវាយឡាមតែពេលមកយើងវាយ basic កថាកន្លែង minion អីណាតែបែហើយត្រូវឡាមដេញវាយđiងាប់តែសំណាងល្អកន្លែងហ្នឹងouter យើងមកក៏ដាក់ RT CP បានសម្រាប់ក្រោយពីវាយគ្នាបាន15មកឈាមយើងជិតអស់តែយើងអត់ទៅទេទេយើងមកវាយសัตว์ឲ្យយកឈាមយើងវិញព្រោះបើយើងទៅទេវាខាតពេលអញ្ចឹងយើងសល់ឈាមតិចតួចមកវាយសัตว์ហ្នឹងទៅក៏វាបានឈាមហើយយើងក៏មកធ្វើការវាយ overload តែ overload នេះក៏មានអា cell ជួចស៊ូនៅជុំវិញខ្លួនគឺអែមស្អាតមែនទែនពេលវាយ overload មកយើងក៏មកវាយបឺសយើងមកព្រោះអីបឺសយើងកើតអីយើងទុកទៅអីបើសាមកច្រើនយើងវាយសិនមកបើបានលុយច្រើនយើងទៅវាយឡាមវិញហើយកន្លែងហ្នឹងឡាមស្លាប់គ្នាបាន2នាក់ទៀតមើលទៅឡាមលុយដូចមិនតិចទេប្រហែលជាលុយច្រើនហើយកន្លែងនេះក៏ចូលមកវាយថៃរត់មកតែយើងចូលមកខកខ្លួននេះមកទៅតែឯងហើយក៏អេតិកន្លែងហ្នឹងទៅអូខេក្រោយពីយើងចាប់ជាតិឡើងមកវិញយើងក៏មកធ្វើការវាយបឺសយើងតាមធម្មតាចឹងទៅយើង farm ធម្មតាសិនចាំពេលមានលុយចាំមានតែសងសឹកព្រៃគេថាកូនប្រុស10ឆ្នាំចាំសងសឹកកុំទៅហួសពេលអញ្ចឹងយើងមក farm ធម្មតាចឹងមកហើយដល់នេះយើង farm មកយើងមក clear lane ខាងលើព្រោះអត់មានអ្នក clear ទេយើងមក clear មកដើម្បីឲ្យមានចំបានទៅបុកត្រែតគេយើង clear ហើយយើងក៏ដល់ទៅមើលសัตว์របស់ enemy គីឡូនសយើង farm តទៀតដល់ពេលទៅក៏ឃើញសัตว์នសមែនអញ្ចឹងយើងក៏មកធ្វើការ farm ធម្មតាទៅព្រៃ68កាក់ដែរយើងសំទៅដើម្បីមានលុយទិញ item ហើយយើងចោះមកកន្លែងនេះយើងឃើញសัตว์យើងកើតទៀតយើងវាយទៀតយើងសំហ្នឹងព្រៃសិតតែយើងមិនដណ្ដាបហើយឡានគេឃើញគេចង់មកវាយតែយើងជឿវាយជាមួយណាល្បែប៉ុន្តែបើថាយើងវាយក៏វាយបានដែរគាត់ថាយើងអត់ចង់វាយព្រោះជឿវាយខាត់ពេលច្រើនយើងមកមើលគ្នាយើងក្រោមគេពងដេញវាយនេះកុំឲ្យគេថាយើងលេងចង្កលដែរតែអត់ចេះមកជួយ farm land អីចឹងយើងក៏ចង់មកជួយ CP បានមក kill ដែរហើយក៏យើងឡើងទៅវិញទៅ farm ធម្មតាព្រោះអីពេលនេះគឺសัตว์យើងបានកើតមកហើយអញ្ចឹងយើងក៏មក farm ធម្មតាចឹងទៅយើងកម្មច្រាំជ្រិចទៅលុយសុទ្ធតែដល់ពេលមើលមែនទេទៅមានអារម្មណ៍ថាហ្គេមនេះដូចចង់ផ្អៀមមកខាងយើងដូចឲ្យក្លិនចាញ់មកមិនទេមានអារម្មណ៍ថាខាងគេក្លុកខាងយើងច្រើនណាទាំង kill ទាំងលុយទាំងអីគឺក្លុកខាងយើងទាំងអស់ហើយខាងយើងទៅចេញទៅគេវាយហើយអញ្ចឹងយើងលេងរឿងសេះទៅយើងកុំថោចេញវាយជាងដល់ farm ធម្មតាសិនយើង farm មួយសិនយើងតនអាបខំព្រៃហ្គេមនេះគឺ Angela យើងគឺគេវាយ free ច្រើន kill ហើយព្រៃឃើញ Angela គេងាប់យើងច្រើនដែរក្នុងហ្គេមហ្នឹងអញ្ចឹងបើយើងងាប់ច្រើនទៀតគឺអត់មានណាយកណាទេអញ្ចឹងយើងទៅលេងយើង save farm មួយមានឱកាសយើងចូលវាយដូចកន្លែងនេះយើងចូលវាយទៅខកខ្លួនហ្មងចូលទៅគឺងាប់កន្លែងហ្នឹងភ្លាមមកកន្លែងហើយក្រោយពីយើងកាត់មកវិញយើងក៏មក farm វិញទៀតទៅមានអី farm ហ្នឹង
ហើយយើងក៏ចូលចាំបើយើងកើតបើយើងចិត្តកើតហ្នឹងទុកទៅអីវាយទៅអូឡុនគេវាយសិនទៅពួកយើងអត់មានអីទៅបច្ចេកមួយគេបានទេពេលហ្នឹងយើងcũngចាញ់គេទាំងខៀលទាំងដឺមេទាំងសេដ្ឋកិច្ចទាំងលុយទាំងអីហ្នឹងគឺគេគ្រប់មកខាងយើងទាំងអស់អញ្ចឹងគឺយើងចាញ់គេចាញ់តែងគេច្រើនណាស់អ្វីយើងនៅមានពេលនេះគឺមានតែអីសង្ឃឹមទេមានតស៊ូតទៅទៀតរកមើលឱកាសណាដែលយើងអាច comeback បានគឺយើង comeback យកតែម្ដងឡើយយើងមក clear កថាហ្នឹងដើម្បីឲ្យគេបុកតែយើងធ្វើការ clear វាទៅយើងអាចមួយគេទេយើងមកដើម្បីតុបសិនទេដល់ពេលហ្នឹងហើយកន្លែងនេះយើងក៏ធ្វើការចោះមក clear មីនីមនៅក្រោមហ្នឹងទៅពេលមកយើងក៏ជួប Lady Sun តែយើងបានវាយគេអត់មានបានមកថាចង់វាយទេក៏ចូលទៅតេស្តមួយដៃទៅគេក៏ flick រត់បាត់ទៅខាញ់ងាប់ដែរតែយើងក៏មានបានយើងក៏មក farm clear ធម្មតាទៅការពារបានបណ្ណាយកប៉ុណ្ណឹងក្នុងពេលហ្នឹងហើយគ្នាខ្ញុំពេលហ្នឹងក៏សហការគ្នាដែរគឺអត់ចូលទៅវាយគេតែឯងទេពេលខ្លះថាចូលវាយទៅគឺដួលគឺដល់ចប់ហើយកន្លែងហ្នឹងពេលកន្លែងហ្នឹងគេមកទាំងអស់ហើយនេះទាំង Overlord Tyrant នេះគេវាយអស់ហើយយើងមានវាយទេមានតែអាសត្វទូចហ្នឹងវាយទៅហើយដើមមករងមើលអី farm គឺមានអីទាំងអស់គេ farm អស់ហើយចឹងហើយនៅពេលនេះជំរើសរបស់យើងគឺមានតែ minion ហ្នឹងអាកូនសត្វហ្នឹងយើង farm ទៅកន្លែងហ្នឹងយើងមកជួប class land គេយើងក៏តេស្តគ្នាម្នាក់ដៃទៅមើលថាមើលទៅកន្លះអត់ស្រួលទេបើគេមានគ្នានៅក្រោយយើងក៏ដកថយសិនមកហើយកន្លែងហ្នឹងឡានក៏គេចង់មកចូលវាយ Angela យើងតែ Angela យើងសល់ជាបន្តិចដែរក៏គេវាយអត់បានហើយយើងក៏អត់មានអ្នកធ្វើអីក៏ទេគេនេះគេចេះតែស្គៀមហើយចង់អស់ឈាមហើយយើងនៅមុខហ្នឹង farm សិនរងចាំតែអាកាស comeback ទៅវិញទេចឹងយើងលេងបែរចិត្តត្រជាក់យើងលេងមួយកន្លែងហ្នឹងគឺយើងមានតែលេងមួយទេយើងចូលទៅវាយទាំងកម្រោគឺគេនឹងឆាប់ចាញ់ហើយយើងលេងចិត្តឲ្យត្រជាក់តិចកន្លែងគេជប់យើងដកថយសិនមកបើកន្លែងហ្នឹងតែយើងវាយគឺងាប់ហើយបើយើងចូលទៅយើងក៏ថយមកបើយើងវាយកែកើតទេយើងចូលដល់ងាប់ហើយឃើញ support យើងទៅគឺងាប់មួយបាត់ហើយអូខេហើយយើងក៏មកយកឈាមឲ្យបានពេញដើម្បីទៅទប់ជាមួយខាងគេបើយើងយកឈាមពាក់កណ្ដាលទប់មួយគេគឺគេបាច់ដាច់ហើយអញ្ចឹងយើងយកឈាមប៉ុណ្ណឹងយកឈាមមកពេញមកយើងក៏មកធ្វើការ clear land ធម្មតាទៅព្រោះហ្នឹងគេក៏មកដេញវាយយើងទៀតតែយើងក៏ដកថយមកសិនព្រោះខ្ជិលវាយណាចាំមានឱកាសចាំវាយហើយយើងដាក់ RT វាយលេងទៅមើលថាអត់ឈឺទេយើងក៏ដកមកវិញទៀតហើយឡាមក៏វាយ Overlord ជាលើកទីប្រហែលទេក៏អត់ដឹងដែរហើយយើងក៏មកយកឈាមវិញសាជាថ្មីក្រោយទៅពីយើងបានឈាមពេញហើយយើងក៏ក្លែកមើលទៅក្នុង map ទៅឃើញថាអាចនឹងមានការវាយគ្នានៅកន្លែងហ្នឹងយើងក៏ព្យាយាមរត់ថែឡើងមកលើហើយឡាមក៏ធ្វើការដេញវាយទៅលើគ្នាយើងដែរយើងក៏ព្យាយាមមកជួយអន្តរាគមន៍តែហ្នឹងឡាមគឺប៊ីបានវាយបានដែរតែឡាមគេផុតយើងក៏វាយបានតែ support ហើយនឹង marksman គេហើយយើងអាចវាយ support គេបានមួយហើយយកជួយវាយ marksman គេខាងត្រៃបានមួយទៀតតែឡាមក៏បានបកក្រោយវិញវាយយើងកន្លែងហ្នឹងក៏មួយតែកន្លែងហ្នឹងគឺយើងចំណេញដែរព្រោះយើងបានគេពី hero យើងខាត់តែមួយ hero ទេពេលដែលខាងគេងាប់អស់ពី hero អញ្ចឹងយើងអាចគ្នាយើងនឹងអាចចេញ farm បានឆ្ងាយអាចមានឱកាសបាន farm ហើយទៅជាក់ស្ដែងអញ្ចឹងគឺលុយយើងចាញ់គេដល់តែ 5k ណោះក្រោយទៅពីយើងកាត់មកវិញយើងមកធ្វើការវាយអាសត្វនេះហ្នឹងតបពីវាយនេះហើយយើងមកធ្វើការ clear មាននៅខាងលើរៀងខ្ពស់ដូចមកបើអីគ្នាយើងសល់តែ alter ហើយនឹងយើងទេយើងមក clear បានខ្ពស់មកដើម្បីឲ្យខាងគេហ្នឹងដកបន្ទប់យើងយ៉ាងណាក៏បានមក hero ក៏ពី hero ដែរដើម្បីឲ្យ alter ហ្នឹងក៏អាចទប់ផ្ទះខាងក្រោមនឹងបានតែ alter យើងឡើងទៅជាគេវាយងាប់ហើយAngela យើងបានកើតមកតន់យើងក៏ធ្វើការ recall មកទប់ផ្ទះវិញឥឡូវយើងមកដល់ទីហើយក៏មានអ្នកទៅតាមវាយយើងមែនគឺបានទៅពី hero គឺបានទៅលើតាជា Lady Sun ក៏គាត់ធ្វើការដកទៅវាយយើងកន្លែងខាងលើមិញហ្នឹងយើងអាចបញ្ឆោតទៅគ្នាគេដកទៅថយទៅបានពីនេះបានពី hero កន្លែងហ្នឹងគឺតាជាធ្វើការឃ្លៀទៅលើ Tyrant ទៀតហើយគឺខាងគេវាយយើងច្រើនដែរទាំង Overlord ទាំង Tyrant តែគេបុកខាងយើងអត់ចូលទេថាខាងយើងលេងមានទុកច្រើនហើយកន្លែងនេះខ្ញុំធ្វើការមើល clip មានខាងនេះតែខាងគេហាក់ដូចជាដឹងមុនទៅក៏នាំគ្នាមកវាយខ្ញុំកន្លែងហ្នឹងហើយកន្លែងហ្នឹងក៏គេមកហើយក៏មិនថារត់ណាដែរក៏ងប់កន្លែងហ្នឹងទៅតែយើងដើម្បីយើងមិនថាដើម្បីយើងក៏រៀងច្រើនដែរយើងអាចវាយខាងគេចិត្តដាច់ដែរហ្នឹងតែពេលនេះគឺយើងអាចវាយឈឺឲ្យថាតែមួយស្មើអីគឺអាចវាយបានទោះបីកន្លែងហ្នឹងយើងងប់មែនតែយើងបានអូសមិនយើងបានទៅឆ្ងាយពីប៉មយើងអញ្ចឹងធ្វើឲ្យខាង enemy គេចំណាយពេលដើម្បី clip មាននឹងវិញដែរ
ហើយឡើយហ្នឹងក៏ធ្វើការប៉ះគ្នាមកប្រាវហើយ crash land គេក៏ធ្វើការផ្ដាច់ទៅរបស់យើងថាកណ្ដាលហ្នឹងបានមួយហើយយើងក៏ព្យាយាមមកអន្តរាគមន៍កន្លែងហ្នឹងខាងគេព្យាយាមរត់ដែរតែអស់ skill ហើយយើងក៏ធ្វើការដាក់ RT វាយយកមកឃាទៀតទៅក្រោយពីវាយបានមកឃាហ្នឹងហើយយើងក៏ធ្វើការ farm ធម្មតាអញ្ចឹងដើម្បីយកលុយទិញ item ធ្វើការវាយទៅខាង enemy ហើយពេលនេះលុយយើងប្រហែលជាអាចនឹងចាញ់គេតិចតួចទេព្រោះយើងអត់អត់ fit យើង clear មកយើងជួបយើង clear អស់មកដើម្បីបានលុយទិញ item អូខេខាងនេះយើងធ្វើការ kill ទៅលើគេបានមក kill កន្លែងហ្នឹងយើងចាំមើលឡាមងាប់យើងធ្វើការវាយ overlord កន្លែងហ្នឹងគឺឡាមនៅក្បែរគ្នាយើងអញ្ចឹងថាឲ្យឡាមចេញមកយើងចូលទៅវាយតែម្ដងចឹងហើយឡាមគាត់ចេញមកវិញយើងក៏ចូលទៅវាយទៅតែអត់បាន kill ទេគឺបាន kill ទៅលើ support ខាងយើងអញ្ចឹងយើងក៏ឡាមងាប់ហើយយើងក៏មកធ្វើការវាយ overlord តែម្ដងទៅបើមានគេមកដើមយើងវាយតែយើងបាន overlord ហ្នឹងដើម្បីធ្វើការហៅកងតបនេះហ្នឹងទៅវាយ base របស់ enemy ហើយកន្លែងហ្នឹងយើងបានវាយ overlord អាចហើយយើងចេញទៅ clear មានរៀនខាងលើហើយយើងធ្វើការឲ្យ overlord ហ្នឹងចេញទៅលើផ្លូវខាងក្រោមយើងធ្វើ clear ទៅបើតែមិនយើងនេះវាយឈឺហើយចាប់ដល់វាយឈឺហើយយើង clear យើង farm ធម្មតាយើងមានថា enemy មកហើយយើងអាចវាយបានត្រឹមមួយស្មើមួយ2អាចវាយបានក៏តែមួយ5ហើយនេះយើងអាចថាយើងអាចមានលទ្ធភាពគ្របទៅខាង enemy វិញបានខ្លះតែយើងបាន overlord នេះរៀងតាមដែរយើងអាចដាច់ត្រែគេបានឡានងាប់ជាមកវាយយើងដែរតែមិនថាវាយអត់ឈឺទេក៏ដកទៅវិញទៅវាខ្លាចងាប់ដែរបើក្នុងដំណាក់កាលនេះហើយគឺគេធ្វើការលេងរៀងប្រយ័ត្នដូចតែថាហ៊ីនឹងងាប់គឺអាចនឹងចាញ់ពេលឥឡូវយើងមកធ្វើការវាយសាប់វាយអីដើម្បីយកលុយទិញយកលុយសំលុយទៀតពេលនេះឡាមក៏ដើរកវែលមកតែយកទៅចេញម៉ែបទេតែមើលតែឡាមលងខ្លួនគឺយើងធ្វើការវាយយកតែម្ដងបាទនេះគឺគេឃើញម៉ែបយើងជឿយើងដើរចេញមកអូខេកាលហ្នឹងឡាមធ្វើការវាយគ្នាយើងក៏ធ្វើការដាក់អាទីបានមកខៀលហើយតាមវាយតាជីបានមកខៀលទៀតហើយថ្នាក់ភេទហ្នឹងគឺ crash land គេព្យាយាមរត់យើងក៏ព្យាយាមទិញតាមវាយខាង trade បាន triple kill ហើយធ្វើការវាយយក quadra kill ប៉ុន្តែត្រូវឲ្យលេខ D0 ដាក់បាក់កដោយសារអីយើងលុបលុនពេកអូខេក្រោយតែពីយើងចាប់ទៀតទៅមកវិញក៏មកធ្វើការ farm ធម្មតាអញ្ចឹងទៅហើយគ្នាយើងលើនឹងក៏មានការប៉ះគ្នាមកប្រាវក៏ឡាមក៏ធ្វើការវាយទៅលើអង្គយើងក៏បាត់ទៅយើងចូលមកវាយឡើងនេះគឺដូចចូលមកងាប់អញ្ចឹងតែសំណាងដោយសារគ្នាយើងឥឡូវហ្នឹងគឺគាត់មានលុយអញ្ចឹងគាត់អាចវាយ comeback ទៅវិញបានហើយវីដេអូហ្គេមរបស់យើងនៅក្នុងថ្ងៃនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាតាមបណ្ដាញរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូហ្គេមរបស់ខ្ញុំសូមកុំភ្លេចចុច like Subscribe និងដាក់សញ្ញារូបកណ្ដឹងអ្នកវិញផងបាទអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ